បាទសួស្តីបងបងសម្រាប់ឡានខាងមុខខ្ញុំនេះគឺជាប្រភេទ Mazda CX-30 SE បាទ option SE 026បាទជា stock ថ្មីទើបតែមកដល់ក្នុង showroom ហើយយើងនៅក្នុង stock យើងមានពណ៌សពណ៌ខ្មៅតែឥឡូវនេះខ្ញុំសូមថតពណ៌សជូនបងបងមើលបន្តិចសិនបាទអញ្ចឹងមុននឹងខ្ញុំបង្ហាញពី option ខ្ញុំចង់បង្ហាញរូបរាងឡានមកជុំជូនបងប្អូនថាសម្រាប់ option SE 026នេះវាមានរូបរាងមិនអញ្ចឹងណាបងប្អូនបាទហើយសម្រាប់ឡាននេះគឺជាប្រភេទឡានជប៉ុន Mazda brand របស់ជប៉ុនផលិតនិងដំឡើងមកពីជប៉ុនផ្ទាល់ហើយនេះបងប្អូនអាចមើលបានរូបរាងខាងមុខខាងក្រោយបាទហើយជាមួយនឹងការ design ដ៏ស្រស់ស្អាតអានេះយើងហៅថាការ design បែប Kodo design តែជាការ design បែបសិល្បៈរបស់ប្រទេសជប៉ុនផ្ទាល់បាទហើយ option មានច្រើនហើយខ្ញុំសូមបង្ហាញជូនបងប្អូនបន្តិចបាទនេះបងប្អូនភាគច្រើនតែងតែសួរខ្ញុំថាឡាននេះផលិតនៅណា Made in Japan បងប្អូនបាទផលិតនឹងដំឡើងមកពីជប៉ុនផ្ទាល់តែម្ដងបាទអញ្ចឹងខ្ញុំនឹងបង្ហាញពី option មួយជូនបងប្អូនធ្វើការទស្សនាអញ្ចឹងណាបងបាទអញ្ចឹងសម្រាប់ Mazda CX-30 នេះគឺបានបំពាក់ទៅដោយម៉ាស៊ីនសាំង 2.0 Sky Active G សម្រាប់ Sky Active គឺជាបច្ចេកវិទ្យាផ្ដាច់មុខរបស់ក្រុមហ៊ុនរថយន្តជប៉ុន Mazda ដែលបងតែងតែដឹងហើយសម្រាប់បងជា fan Mazda បាទហើយពាក់ព័ន្ធទៅលើខាងមុខចង្គៀងគឺការ design បែប Kodo design ជា signature របស់ Mazda ផ្ទាល់តែម្ដងគឺជាប្រភេទចង្គៀងអូតូភ្លើងរេចុះឡើង LED អូតូភ្លើងរេចុះឡើងបងប្អូនហើយ design មកស្អាតស៊ីជាមួយនឹងឡានបាទសម្រាប់បង្វង់យ៉ាន់មានរហូតទៅដល់ទំហំ18អ៊ីងបាទទំហំ18អ៊ីងហើយខាងលើនេះបាទជាក្តោបគឺជាប្រភេទជាក្តោបអូតូបងប្អូនអាចមើលបានជាក្តោបអូតូនេះយើងបានបំពាក់គេហៅថា blind spot សម្រាប់ sensor វ៉ាចេញដែលបងតែងតែនិយាយបាទហើយដៃទ្វារគឺជាប្រភេទដៃទ្វារប្រើ scan បាទដៃទ្វារប្រើ scan ហើយបងមើលខាងក្នុងបន្តិចការ design តាប់ឡូរបៀបស្ពណ៌តែម្ដងបើបងចាប់អារម្មណ៍មើលនេះវាកោងពេញមួយឡានអញ្ចឹងតែម្ដងបាទស្អាតខ្លាំងមែនទែនហើយយើងបានបំពាក់ option ជាច្រើនទៀតនៅក្នុងឡានហ្នឹងណាបងប្អូនអាចមើលបានកន្លែងនេះយើងហៅថា head up display slide counter អញ្ចឹងនៅពេលដែលបញ្ឆេះទៅ counter វាបង្ហាញនៅនេះផងនិងនៅបាញ់នៅលើកញ្ចក់ផងបាទហើយ screen គឺជាប្រភេទ screen យើងហៅថា screen ប្រឆិតដែលប្រើជាមួយនឹង Apple CarPlay និង Android Auto បាទហើយសម្រាប់ខាងនេះយើងក៏មានជាប៊ូតុងនេះបងប្អូនអាចមើលបាន set the option បំពាក់នៅលើ CX-30 option SE បាទហើយបងតែងតែសួរសម្រាប់ option SE មាន pedal shift នេះបងប្អូនអាចមើលបានណានៅក្នុងវីដេអូនេះមាន pedal shift បាទលេខដៃលេខអូតូប្រើបានទាំងអស់ cruise control ក៏មានដែរហើយបងយើងមើលខាងក្រោមមាន wireless charge សាកថ្មខ្សែបាទប្រអប់លេខ6វគ្គអូតូបុកលេខដៃមានប៊ូតុង sport mode ជំនួយសម្រាប់វាស្ទុះខ្លាំងវ៉ាជែងប្រអប់ដៃអេឡិចត្រូនិកបាទប្រអប់លេខ8វគ្គអូតូបុកលេខដៃហ្វ្រាំងដៃអេឡិចត្រូនិកអូតូ hold មានទាំងអស់បងប្អូនបាទចឹងនៃការ design សម្រាប់ខាងក្នុង interior របស់ Mazda CX-30 ហើយមើលផ្នែកចំហៀងបងប្អូនមើលណាដៃទ្វារចេញមកស្ពហើយស្អាតខ្លាំងមែនតើហើយបើនិយាយពីខាងក្រោយទលាយបងប្អូនអាចអង្គុយបាន3 4នាក់បាទអង្គុយបាន3 4នាក់សិនជាក្រោយក៏ដាក់បំពាក់មកដែរបងប្អូនបាទមានសិនជាទាំងខាងមុខទាំងខាងក្រោយហើយបើបងមើលខាងក្រោយគេវិញបាទ design មកស្ពស្អាតណានេះបងប្អូនអាចមើលបានណាកម្ពស់ពីដីបាទកម្ពស់ពីដីក៏ខ្ពស់ល្មមនេះស៊ីម៉ាំងភ្លោះមកគូទៀតបងប្អូនរបៀបស្ពណ៌តែម្ដង sensor កាមេរ៉ាមានទាំងអស់នេះបងប្អូនអាចមើលបានណាបាទហើយក្លុបក្រោយបងក៏តែងតែសួរដែរទទួលបានសំណួរច្រើនមែនតើគឺជាប្រភេទក្លុបអូតូអត់បាទឲ្យបងប្អូនមើលតែម្ដងគឺជាប្រភេទក្លុបអូតូបងប្អូនណាបាទគឺជាប្រភេទក្លុបអូតូហើយមានភាពធំទូលាយបងប្អូនបាទមកជាប់ឡានក៏មានកម្រាលជើងមានអីមកអញ្ចឹងទៅបាទហើយសម្រាប់ឡាននេះបើសិនជាបងចាប់អារម្មណ៍មិនថាទិញដាច់ឬបំលក់អាចតតងមកខ្ញុំបានវឌ្ឍនាបាទទីប្រឹក្សាផ្នែកលក់ក្រុម Mazda Cambodia ផ្ទាល់នឹងឆ្លើយតបជូនបងមិនថាបងចង់បង់បាទតម្លាក់ដើម10% 20% ពាក់កណ្ដាលមុនបាទយកប្រហែលឆ្នាំភាសាឯកសារត្រូវការមិនអីអាចតតងមកខ្ញុំបានបាទប្រឹក្សាយោបល់ដោយអត់គិតថ្លៃបាទហើយសម្រាប់បងដែលចង់ដឹងព័ត៌មានបន្ថែមពាក់ព័ន្ធទៅលើរថយន្ត Mazda គ្រប់ម៉ូដែលកុំភ្លេច call មកខ្ញុំដូចគ្នាបាទអរគុណ